បាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះមកហែកកេះបាទមើលម៉ាស៊ីនផលិតជីកំប៉ុស្តលក្ខណៈគ្រួសារបាទខ្នាតតូចបាទដែលទើបមកដល់បាទម៉ាលីបាទម៉ានេះរបស់ថ្មីបងប្អូនកំងពីថៃមកបាទហើយងាយស្រួលប្រើមែនទែនស៊ីភ្លើងតិចបាទអាចផលិតជីកំប៉ុស្តសម្រាប់យើងយកទៅប្រើលើដំណាំរបស់យើងលក្ខណៈគ្រួសារបានបងប្អូនបាទខ្នាតមកល្មមប្រើបាទប្រហែលជាដាក់បន្លែបាន2គីឡូកន្លះមកជុំវាបាទហើយទៅមកដល់ទេទៅយកមកមិញនេះឯងបាទថ្ងៃទី24ខែ4បាទឆ្នាំ2025អានេះបងប្រុសគាត់ឲ្យខ្ញុំកំងឲ្យបាទនេះបងអានេះគឺជាតំណប់សូកចូលឡើងនេះបងបាទសូកគីឡូវាតក់ទឹកតក់ឲ្យមកខងណាបាទវាមានកន្លែងសូករបស់វាហើយអានេះគឺជាសភៅសម្រាប់យើងមើលវិធីប្រើប្រាស់របស់វានៅក្នុងហ្នឹងវាជាភាសាអង់គ្លេសអញ្ចឹងបងប្អូនងាយស្រួលមើលបាទហើយបើអត់យល់ឡើយណាអាចឆែកនៅbrand នេះបានណាបាទ Lee by Toshino បាទវាមានវីដេអូបង្ហាញយើងពីវិធីប្រើប្រាស់បាទហើយចាំមើលខ្ញុំបើកក្នុងឲ្យមើលណាបាទខាងក្នុងរបស់វាអានេះគឺ lock ណាដល់ពេលយើងដាក់នេះហើយយើងលុកវាឃើញទេយើងមូលមកខាងស្ដាំមកបាទគឺយើងបើកបាទនេះគឺជាខាងក្នុងរបស់វាមានផ្លែវិលសម្រាប់វិលឲ្យកប៉ុស្តរបស់យើងហ្នឹងវាត្រឡប់មកហើយវាមានកម្ដៅសម្រាប់ឲ្យកប៉ុស្តរបស់យើងហ្នឹងវាលួយម៉ត់ស្លុងតែម្ដងបាទនេះគឺជាធុងរបស់វាបងបាទធុងរបស់វាប៉ុណ្ណឹងបាទអូខេហើយនេះគឺខាងក្នុងមកវាដូចទៅនឹងឆ្នាំងដាំបាយអគ្គិសនីរបស់យើងដែរគាត់ថាវាជាប្រភេទនេះហើយយើងដាក់ចេះណាបាទវាមានប្រឡងអញ្ចឹងយើងដាក់ឲ្យចូលត្រាំប្រឡោះវាចេញមកណាបាទហើយយើងទៅនេះវាបន្តិចណាបាទចូលក្លឹបអញ្ចឹងយើងបត់អានេះមកអញ្ចឹងបាទហើយយើងដាក់កតិចបន្លែទូទៅដែលមេផ្ទះគាត់ធ្វើសល់ហ្នឹងដូចជាការកំណត់ផ្សេងបាទជិះវៀងតែប្រភេទខ្លាញ់ប្រេងឆាប្រេងអីទៀតយើងអត់ដាក់ចូលបាទដូចជាទឹកស្រុកមីស្រុកអញ្ចឹងអាហ្នឹងយើងអត់ប្រើទេយើងប្រើជាប្រភេទបន្លែទូទៅសបកពងមាន់ហើយនឹងអីគេឆ្អឹងត្រីឆ្អឹងអីហ្នឹងយើងអាចដាក់បានប្រើរយៈពេលពី2ម៉ោងទៅ20ម៉ោងដើម្បីបំលែងឲ្យទៅជាកំប៉ុស្តហើយស៊ីភ្លើងតិចទេបងប្អូនបាទ